បង20000អូន20000តោះនំគ្នាទៅគេមផ្ទះស្នាក់នៅសៀមរាបកន្លែងគេងមួយកន្លែងនេះគឺតម្លៃធូរបងប្អូនមានត្រឹមតែ40000រៀលក៏អាចគេងបានមួយយប់ដែរ50000រៀលក៏គេងបានមួយយប់60000រៀលក៏គេងបានមួយយប់ដែរគឺអែមមែនតែនមានខែ1ខែ2ខែ3ហើយគឺនៅក្នុងក្រុងសៀមរាបតែម្ដងជំរាបសួរបងប្អូនទាំងអស់គ្នាកន្លែងគេងដែលខ្ញុំទៅគេងជាប្រចាំអញ្ចឹងណាកន្លែងគាត់គឺប្រភេទជាផ្ទះផ្ទាល់ខ្លួនណាលក្ខណៈថាគេងលក់ស្កប់ស្កល់ស្រួលខ្លួនមែនតើហើយតម្លៃគឺធូរហើយកន្លែងនេះគឺជាកន្លែងចតឡានដ៏ធំល្វឹងល្វើយដែលយើងអាចចតឡានបានច្រើនគុំអារម្មណ៍ថាអូខ្លាចអត់មានកន្លែងចតឡានអីចឹងណាកន្លែងគាត់គឺមានកន្លែងចតឡានស្រួលមែនតើមានដំបូងមានអីដាក់ឲ្យឡានយើងត្រជាក់មិនឲ្យក្តៅនោះទេបងប្អូនគឺល្អមែនតើហើយតម្លៃគឺធូរបងប្អូនគិតមើលតម្លៃធូរណា40000 50000 60000ហើយនេះគឺជាឈ្មោះផ្ទះសំណាក់និងលេខទូរស័ព្ទរបស់គាត់ណាបងប្អូនបើសិនជាបងប្អូនចង់ទៅគេងអីគឺអូខេកក់ទៅជាពិសេសនៅសៀមរាបថ្ងៃសង្ក្រាន្តនេះហ្នឹងបបាក់ហកកន្លែងគេងអីខលទៅគាត់ទៅបងប្អូនអើយហើយបន្ទប់គេងរបស់គាត់វិញគឺលក្ខណៈថាធំទលាយហើយពូកវិញគឺទន់កម្រាលពូកស្រោមក្រៅគឺសក្បោះចឹងហើយមានម៉ាស៊ីនត្រជាក់ដង្ហែនៅក្នុងនឹងមួយអែមមកកាផ្លេមានទាំងកំប៉ុងទឹកក្តៅឲ្យយើងទៀតបងប្អូនទៅគឺអែមមែនតើហើយបន្ទប់ទឹកគឺធំទលាយជាពិសេសបន្ទប់ទឹកបើសិនជាទូចយើងពិបាកនឹងការប្រើត្រូវប៉ុន្តែបន្ទប់ទឹកកន្លែងក៏គឺធំទលាយពួកខ្ញុំជាមនុស្សម្នាក់ចូលចិត្តនៅក្នុងបន្ទប់ទឹកយើងយូរបន្តិចបងប្អូនអើយអញ្ចឹងកន្លែងណាដែលមានបន្ទប់ទឹកធំគឺខ្ញុំពេញចិត្តដែរអញ្ចឹងកន្លែងគាត់គឺល្អមែនតើបងប្អូនហើយជាពិសេសគឺតម្លៃគឺសមរម្យមែនតើហើយមានទូឲ្យយើងដាក់កៅអៅដាក់អីចឹងណាបងប្អូនគឺល្អមែនតើអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយកុំភ្លេចចុច like ចុច share និងចូលទៅ subscribe Channel YouTube ឲ្យខ្ញុំផងណាចង់កក់កន្លែងថ្ងៃអង្គសង្កាន្តខលតកដល់ហើយប្រយ័ត្នពេញកន្លែងបងប្អូនទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀត